បាទរុនសួស្ដីដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នាបាទព្រឹកនេះឆ្លៀតពេលងើបម៉ោង5ជាងម៉ោង5:20នាទីក៏ឆ្លៀតពេលមកធ្វើការដើរហាត់ប្រាណបន្តិចបន្តួចហ្នឹងហើយអញ្ចឹងបងប្អូនមួយចំនួនគាត់អ្នកខ្លះគាត់ក៏ចូលទៅកន្លែងក្លឹបហាត់ប្រាណក៏ដូចជាអ្នកខ្លះគាត់ក៏ធ្វើការដើរនៅលំហាត់ប្រាណដែរអញ្ចឹងដូចខ្ញុំនេះក៏ឆ្លៀតពេលព្រឹកខ្លះដែលពេលខ្លះយើងមិនមានពេលវេលាក៏ឆ្លៀតពេលធ្វើការដើរបើសម្រាប់ខ្ញុំគឺពីច្រើនខ្ញុំចូលចិត្តដើរច្រើនជាងដោយសារយើងអត់មានពេលអញ្ចឹងឆ្លៀតពេលចេញពីធ្វើការបើសិនជាករណីពេលល្ងាចម៉ោង5គឺខ្ញុំធ្វើការដើរអញ្ចឹងបើដើរប្រហែលជាអាចនឹងជិត2 គីឡូដែរអញ្ចឹងយើងចូលរួមទាំងអស់គ្នាដើម្បីឲ្យសុខភាពយើងឲ្យរាងកាយរបស់យើងមានភាពមាំមួនផងអញ្ចឹងយើងត្រូវធ្វើការដើរក៏ដូចជាការហាត់ប្រាណរបស់គ្នាហ្នឹងហើយអញ្ចឹងនេះគឺជាទស្សនវិជ្ជាពេលព្រឹកម៉ោង 7:06 ហើយឃើញថាភ្លើងបំភ្លឺតាមផ្លូវសាធារណៈនេះគឺនៅភ្លឺដដែលមិនទាន់មានការរលត់ទេដោយសារទស្សនវិជ្ជានេះគឺនៅខាងបងប្អូនអាចស្គាល់ដែរខ្ញុំអត់ទាន់បង្ហាញនេះតែលោកបងប្អូនមួយចំនួនគាត់អាចនឹងស្គាល់ពីទីតាំងនេះហ្នឹងហើយអញ្ចឹងសម្រាប់នេះគឺជាទស្សនវិជ្ជានៅខាងប្រលានអន្តរជាតិដៃជោប្រលានថ្មីយើងគឺថាស្អាតសម្រាប់ទស្សនវិជ្ជានៅខាងពេលព្រឹកព្រលឹមនេះបាទអញ្ចឹងយន្តហោះឃើញថាចុះច្រើនដែរឬសលេងយន្តហោះរហូតដោយសារខ្ញុំធ្វើការពេលយប់ម៉ោង8ព្រឹកបានចេញអញ្ចឹងក៏ដោយសារកន្លែងអอฟហ្វិសខ្ញុំនេះគឺឃើញថាមានផ្លូវការធ្វើដំណើរសម្រាប់បុគ្គលិកចេញចូលនៅជិតពលានហ្នឹងដែរអញ្ចឹងក៏ឆ្លៀតពេលមកធ្វើការដើរលំហាត់ប្រាណបន្តិចបន្តួចដែរហ្នឹងហើយអញ្ចឹងឥឡូវឃើញថាភ្លើងបំភ្លឺផ្លូវនេះឃើញចាប់ផ្ដើមរលត់បតាហើយដោយសារម៉ោងប្រហែលជាអាចនឹង6ហ្នឹងហើយអញ្ចឹងឃើញនៅខាងនេះឃើញមានកង្កែបយំសត្វស្រែកអីឡើងពេញហ្នឹងដោយសារបងប្អូនអាចនឹងដឹងដោយសារនៅខាងពលានថ្មីគឺជាតំបន់តែយើងគិតពីមុនគឺជាវាស្រែមានបឹងមានអីអញ្ចឹងឃើញថាទិដ្ឋភាពនេះគឺមានទៅដោយប្រភេទការស្នោបឹងឈូកក្នុងនោះឈូកបាទហើយបើខាងនេះដើមស្នោបាទដល់ឥឡូវមកទូទៀតប្រហែលជាអាចនឹងមានយន្តហោះចុះទៀតហើយសម្រាប់តកតងនឹងការចុះយន្តហោះបើសិនជាបាក់ករណីបងប្អូនចង់តាមដានអាចធ្វើការតាមដានតាម app របស់Trade Radar 24គឺមានសកម្មភាពការបង្ហាញនៅយន្តហោះចុះចតនៅពេលវេលាម៉ោងណាយន្តហោះឈ្មោះអីទៅហោះចេញពីពលានណាទៅពលានណាហ្នឹងហើយអញ្ចឹងកុំភ្លេចចូលរួមចំណាយពេលអាចនឹងកន្លះម៉ោងឬក៏ម៉ោងដើម្បីធ្វើការហាត់ប្រាណរបស់គ្នាពេលព្រឹកព្រលឹមហ្នឹងហើយអរគុណដល់បងប្អូននិងមិត្តភក្តិរបស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ